រាល់ការខូចខាតដោយសារសង្គ្រាមតើអ្នកណាជាអ្នកសងថៃជាអ្នកបង្កជាអ្នកឈ្លានពានកម្ពុជាតើទទួលខុសត្រូវសងដែរឬទេសំណួរសួរថាពេលចប់សង្គ្រាមការខូចខាតផ្ទះសម្បែងការខូចខាតទ្រព្យសម្បត្តិដែលខូចខាតដោយសារសង្គ្រាមនោះតើអ្នកណាជាអ្នកសងតើប្រទេសថៃដែលបានធ្វើឲ្យមានការខូចខាតទាំងនោះទទួលខុសត្រូវសងដែរឬទេសំណួរអំពីសំណងលើការខូចខាតដោយសារសង្គ្រាមទាំងនេះត្រូវបានបកស្រាយដោយមេធាវីសុកសមឿនប្រធានក្រុមអ្នកច្បាប់និងទីប្រឹក្សាអមរិនបានបញ្ជាក់យ៉ាងដូចនេះថាកាលពីសង្គ្រាមលោកលើកទី2ប្រទេសជប៉ុនដែលចាញ់សង្គ្រាមត្រូវបានសងការខូចខាតទៅលើប្រទេសនីមួយៗដែលជប៉ុនបានធ្វើឲ្យខូចខាតនៅក្នុងពេលធ្វើសង្គ្រាមប៉ុន្តែការដែលជប៉ុនទទួលខុសត្រូវសងសំណងនៃការខូចខាតទាំងនោះគឺដោយសារតែជប៉ុនអ្នកចាញ់សង្គ្រាមតែប៉ុណ្ណោះប៉ុន្តែប្រសិនបើភាគីចំនួនបញ្ចប់សង្គ្រាមតែការធ្វើចរចានោះគឺមិនមាននរណាម្នាក់ឈ្នះចាញ់នោះទេដូចនេះការទទួលខុសត្រូវគឺទទួលខុសត្រូវរៀងៗខ្លួនអ្នកច្បាប់ជើងចាស់រូបនេះបានបន្តថានៅក្នុងក្រមរដ្ឋប្រវេណីកម្ពុជាសង្គ្រាមគឺជាករណីប្រធានសាគឺមិនមាននរណាឬរដ្ឋាភិបាលណាទទួលខុសត្រូវនោះទេដូចនេះរដ្ឋក៏មិនមានកាតព្វកិច្ចសងការខូចខាតដល់ប្រជាពលរដ្ឋដែរដូចនេះការសងការខូចខាតគឺអាស្រ័យលើការសន្តោសរបស់រដ្ឋតែប៉ុណ្ណោះពោលគឺបើរដ្ឋមានធនធានរដ្ឋអាចចេញសំណងការខូចខាតដល់ប្រជាពលរដ្ឋរបស់ខ្លួនរៀងខ្លួនបានបើពុំនោះទេគឺចាត់ទុកជាគ្រោះករណីប្រធានសាតែប៉ុណ្ណោះនៅថ្ងៃទី24ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី18ហើយនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាគឺជាថ្ងៃទី18ហើយដែលយោធាថៃបានឈ្លានពានមកលើទឹកដីកម្ពុជាសរុបពីថ្ងៃទី7ខែធ្នូមកដល់ថ្ងៃទី23ខែធ្នូមានប្រជាពលរដ្ឋស្លាប់21នាក់និងរបួសចំនួន83នាក់ដោយមានជនភេសកឡើងសរុប608,097 នាក់ស្ត្រី318,708 នាក់និងកុមារ191,957 នាក់តួលេខនេះអាចមានការកែប្រែជាបន្តទៀតចំពោះករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានដូចជាការខូចខាតសរុបមានផ្ទះប្រជាពលរដ្ឋ120ខ្នងសាលារៀន5ទីតាំងមជ្ឈមណ្ឌលសុខភាព3ទីតាំងផ្សារ1បង្គោលអង្តែនទូរស័ព្ទ2កន្លែងប្រាសាទបុរាណ1ចំនួនវត្ត5ទីតាំងសាលាឆាន់1កុដ1អគារគយនិងរដ្ឋកោ1អគារឯកជន13ទីតាំងអគាររដ្ឋ12ខ្នងសន្តាគារ5ទីតាំងមជ្ឈមណ្ឌលកសិកម្មសហគមន៍1ផ្លូវ2កន្លែងស្ពានថ្ម2កន្លែងស្ពានដែក1ស្ពានបុរាណ1បាល់ស្ពាន1ស្ថានីយ៍ប្រេង1មធ្យោបាយដឹកជញ្ជូន28គ្រឿងឃ្លាំងរថយន្ត1និងឃ្លាំងទិញដំឡូង1យន្តហោះចម្បាំងប្រភេទថ្មី T50 របស់យោធាថៃបានទម្លាក់គ្រាប់បែកចំនួន4គ្រាប់យ៉ាងសាហាវឃោឃៅបំផុតចូលក្នុងភូមិប្រជាពលរដ្ឋកំពុងរស់នៅនេះគឺជាទង្វើស្រែកឃ្លានឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅខេត្តបាត់ដំបងយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិនៅថ្ងៃទី24ខែធ្នូឆ្នាំ2025នេះនៅម៉ោង 10:00 នាទីយោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ T50 បានទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលនៅក្នុងភូមិសាស្ត្រប្រជាពលរដ្ឋកំពុងរស់នៅចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងសកម្មភាពខាងលើគឺជាការវាយប្រហារដ៏កម្រោលនិងសាហាវជាទីបំផុតដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញកាតព្វកិច្ចទូនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងដោយសេចក្តីអង់អាចក្លាហានដោយមិនងាករេជដាច់ខាតទោះស្ថិតក្នុងដំឡែងណាក៏ដោយអនុទិនដែលជានាយករដ្ឋមន្ត្រីថៃមុខភ័យសម្ដីលយនៃកណ្ដុលបៃកញ្ឆាដែលថាអត់ភ័យអត់ខ្វល់អីបន្តិចសោះឡើយកាលពីមួយរំពេចមុននេះនៅពេលអ្នកសារព័ត៌មានសួរថាតើលោកមានកង្វល់ទេនៅពេលដែលប្រធានាធិបតីដូណាល់ត្រាំបានចោទប្រកាន់ថាភាគីថៃជាអ្នកបង្កសង្គ្រាមមុនជាមួយនឹងកម្ពុជាលោកនាយករដ្ឋមន្ត្រីថៃកណ្ដុលញៀនកញ្ឆាអនុទិនឆាន់វរៈគុលការពិតគ្រប់គ្នាដឹងស្រាប់ហើយអត់មានក្តីកង្វល់អ្វីសោះឡើយយើងជាអ្នកត្រូវគេរុករានឈ្លានពានវាយប្រហារអ្វីដែលយើងគួរធ្វើគឺដើម្បីតបតការពារខ្លួនការពារដែនអធិបតេយ្យភាពរបស់យើងនៅពេលសួរទៀតថាមើលទៅដូចជាប្រទេសជាច្រើនកំពុងនៅខាងកម្ពុជា
ជាតែយើងត្រូវនិយាយអ្វីខ្លះឲ្យពួកគេមកជឿជាក់យើងនាយករដ្ឋមន្ត្រីកណ្ដាលបែកកញ្ឆាបែកជាតបែបរដាក់រដប់ថាមិនឃើញមានប្រទេសណាផងអារឿងនេះជារឿងបញ្ហាត្រឹមទ្វេភាគីថៃកម្ពុជាមិនឃើញមានប្រទេសណាមកប្រាប់ថាឈរនៅខាងណាអ្នកគ្រប់គ្នាមកប្រាប់ថានៅកណ្ដាលទាំងអស់នឹងហើយយើងក៏សប្បាយចិត្តស្វាគមន៍ដែលប្រទេសទាំងនោះនៅកណ្ដាលតែទោះបីជាយ៉ាងណាក៏ដោយយើងចាំបាច់ត្រូវតែកែខៃនិងបញ្ចប់វាឲ្យបាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចៅសៀមនៅថ្ងៃនេះមានការលើកឡើងផងដែរអំពីសមរភូមិទាំង3នៅក្នុងសង្គ្រាមជាមួយនឹងកម្ពុជានោះគឺសមរភូមិប្រយុទ្ធនៅតាមតំបន់ព្រំដែនសមរភូមិការទូតគោលនយោបាយការបរទេសនិងសមរភូមិចារកម្មព័ត៌មានយន្តហោះចម្បាំង S16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន4គ្រាប់នៅក្នុងភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតនិងបន្តការបាញ់ផ្លោងយ៉ាងសន្ធោសនៅទីភ្លឺថ្ងៃទី22ខែធ្នូឆ្នាំ2025នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិបានជម្រាបជូនអំពីស្ថានភាពនៅតាមមាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបន្តការវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតសរុបថ្មពួកខេត្តបន្ទាយមានជ័យនាថ្ងៃទី22ខែធ្នូឆ្នាំ2025វេលាម៉ោង 7 នាទីយោធាថៃបានប្រើយន្តហោះចម្បាំង S16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលនៅក្នុងភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យម៉ោង 5:49 នាទីយោធាថៃបានបាញ់ផ្លោងយ៉ាងសន្ធប់ក្នុងភូមិសាស្ត្របឹងត្រកួនកងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាមហាចៅប្រវត្តិសាស្ត្រថៃស្រែកឃ្លានសង្គ្រាមឈ្លានពានទឹកដីកម្ពុជាបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់មិនថារថក្រោះរថពាដែកយន្តហោះចម្បាំង S16 ដ្រូនឆ្លូកានិងប្រើប្រាស់ឧបករណ៍យោធាអាវុធធុនធ្ងន់បាញ់ផ្សែងពុលបានបាញ់បំពេញច្បាប់អន្តរជាតិចូលតំបន់ជនស៊ីវិលរបស់ដែនដីកម្ពុជាសូមជម្រាបជូនស្ថានភាពនៅតាមមាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជានៅយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនាថ្ងៃទី21ខែធ្នូឆ្នាំ2025ម៉ោង 9:31 នាទីយោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារហើយនៅព្រឹកទីភ្លឺថ្ងៃទី21ខែធ្នូឆ្នាំ2025នេះទាហានឈ្លានពានរបស់សៀមបានបាញ់ផ្លោងចូលសមរភូមិថ្មដូននិងប្រាសាទតាមាន់ខេត្តបន្ទាយមានជ័យទៀតហើយសម្រាប់ទិសដៅបឹងត្រកួនខេត្តបន្ទាយមានជ័យក្រុមទាហានឈ្លានពានរបស់សៀមនៅតែបន្តការបាញ់ចាប់ពីទីភ្លឺរហូតដល់ម៉ោង 7 ព្រឹកស្វាយចែកបន្ទាយមានជ័យនៅម៉ោង 1:23 នាទីរសៀលមុននេះក្របយន្តហោះចម្បាំង S16 របស់សៀមបានទម្លាក់គ្រាប់ផ្ទួនយ៉ាងលន់សន្ធឹកចូលនៅក្នុងតំបន់ជនស៊ីវិលក្រុងប៉ោយប៉ែតឯណោះវិញគណៈពេលនេះយោធាឈ្លានពានរបស់សៀមប្រើយុទ្ធសាស្ត្របំភ័យអ្នករស់នៅក្រុងប៉ោយប៉ែតតាមរយៈយកកាំភ្លើងផ្លោងមកដាក់ចិត្តផ្សាររំឃ្លឺហើយបានបាញ់ទៅសមរភូមិភូមិជោគជ័យភូមិប្រច័ន្ទបង្កឲ្យជនបរទេសធ្វើការនៅទីនោះមានការផ្អើលឆោឡោសូមបងប្អូននៅក្រុងប៉ោយប៉ែតកុំជ្រួលច្របល់តាមគ្នាស្ដាប់អាជ្ញាធរនិងកុំចាញ់កលល្បិចចោលខ្មាំងចង់ឲ្យបងប្អូនចេញពីទីក្រុងដើម្បីបន្តឈ្លានពានគូជំរាបផងដែរថាកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងយ៉ាងអង់អាចក្លាហានដោយមិនងាករេជិតដាច់ខាតទោះក្នុងតម្លៃណាក៏ដោយគិតត្រឹមម៉ោង 7 ព្រឹកនៅថ្ងៃទី21ខែធ្នូឆ្នាំ2025ទាហានល្មមសង្គ្រាមឈ្លានពានរបស់សៀមបានបាញ់ផ្លោងចូលសមរភូមិថ្មដូននិងទិសប្រាសាទតាមាន់នៅព្រឹកទីភ្លឺទាហានឈ្លានពានរបស់សៀមបានបន្តបាញ់ផ្លោងចូលសមរភូមិថ្មដូននិងប្រាសាទតាមាន់និងបឹងត្រកួនព្រំដែននៅព្រឹកទីភ្លឺថ្ងៃទី21ខែធ្នូឆ្នាំ2025នេះយោធាល្មមសង្គ្រាមចៅឈ្លានពានរបស់ថៃចាប់ផ្ដើមបាញ់ផ្លោងចូលសមរភូមិថ្មដូននិងទិសប្រាសាទតាមាន់ខេត្តឧត្តរមានជ័យទៀតហើយសម្រាប់ទិសបឹងត្រកួនខេត្តបន្ទាយមានជ័យពួកអាចង្រៃសៀមបានបាញ់ចូលនៅទីភ្លឺនេះរហូតដល់ម៉ោង 7 ជាងពួកវាបានបាញ់ផ្លោងចូលជាច្រើនគ្រាប់ព្រ
មុខការទូតអាមេរិកសង្ឃឹមថាកម្ពុជានិងថៃអនុវត្តបទច្បាញ់ឡើងវិញត្រឹមថ្ងៃទី22ឬ23ខែធ្នូនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានមានប្រសាសន៍កាលពីថ្ងៃទី19ខែធ្នូឆ្នាំ2025ថាសហរដ្ឋអាមេរិកសង្ឃឹមថានឹងមានបទឈប់បាញ់ថ្មីមួយនៅដើមសប្តាហ៍ក្រោយដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពថៃនិងកម្ពុជាលោក Rubio បានប្រាប់អ្នកសារព័ត៌មានថាយើងកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យគ្រប់ភាគីអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញហើយយើងមានសុទ្ធិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្នថាយើងអាចសម្រេចបាននូវចំណុចនោះត្រឹមថ្ងៃច័ន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយគួរជំរាបថារដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ានក្រុងនឹងជួបជុំគ្នានៅថ្ងៃទី22ខែធ្នូនៅទីក្រុងកូឡាឡាំពួរជាកន្លែងដែលពួកគេនឹងពិភាក្សាអំពីវិវត្តកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បានជជែកតាមទូរស័ព្ទកាលពីថ្ងៃទី18ខែធ្នូជាមួយនឹងរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភូមិកែវកែវហើយបានបញ្ជាក់ថារដ្ឋបាលអាមេរិកនឹងបន្តការពិភាក្សាបន្ថែមទៀតនៅចុងសប្តាហ៍នេះក្នុងជំនួបតាមទូរស័ព្ទនោះប្រមុខការបរទេសអាមេរិកលោក Marco Rubio បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសថៃចាត់វិធានការជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែនជាមួយកម្ពុជាលោក Rubio បានជំរុញឲ្យប្រទេសថៃត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរឡើងវិញ